ซึ่งคำท่าអាចនឹងដោះលេងឆាប់ៗហ្នឹងឯងបាទអស់គ្នាហ្នឹងបាទដូចខ្ញុំបានបញ្ជាក់ពីម្សិលមិញមិនមែនលើកទី1ទេ3ដងហើយកាលពី2ដងមុនយើងបានដោះស្រាយបញ្ហាដូចគ្នាខ្ញុំចាំព្រឹត្តិការណ៍ថ្ងៃ15ខែកក្កដាឆ្នាំ2014ពេលនោះខ្ញុំនៅប្រទេសបារាំងឯងកាលថ្ងៃ15ខែកក្កដា2014នោះមានរឿងអីនៅស្ពាននេះនៅជាប់ទីលានប្រជាធិបតេយ្យគេចាប់តំណាងរាស្ត្រជាប់ឆ្នោតគណៈបកសង្គ្រោះជាតិ7នាក់មានទាំងលោកលងរីនៅចិត្តខ្ញុំនេះផងខ្ញុំឮសូរអញ្ចឹងខ្ញុំជិះកប៉ាល់ហោះត្រឡប់មកវិញភ្លាមខ្ញុំដូរកម្មវិធីខ្ញុំទៅវិលត្រឡប់មកជាបន្ទាន់ហើយមកក្តាប់ស្ថានភាពខ្ញុំបានតំណែងជាមួយគណៈបកប្រជាជនកម្ពុជាជាមួយសម្ដេចហ៊ុនសែនយើងបានធ្វើសេចក្តីថ្លែងការណ៍រួមមួយឈានទៅការជួបគ្នាថ្ងៃ22ខែកក្កដាមួយសប្តាហ៍គិតពីថ្ងៃ15ដល់ថ្ងៃ22ខែកក្កដាឆ្នាំ2014ពេលនោះមានដំណោះស្រាយភ្លាមគឺចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរគណៈបកប្រជាជនសម្ដេចនាយករដ្ឋមន្ត្រីរករូបមន្តបានភ្លាមមួយរំពេចថ្ងៃដដែលម៉ោងដដែលទើបតែចុះហត្ថលេខាហើយរករូបមន្តដើម្បីជំរុញឲ្យមានការដោះលែងប៉ុន្តែស្ថានភាពកាលនេះជាអាយដាមជប់ឥឡូវខ្ញុំរៀបរាប់នឹងលើកទី1លើកទី2ខែវិច្ឆិកានៅឆ្នាំ2014ដដែលមានការចាប់ឃុំឃាំងទៀតសកម្មជនមន្ត្រីគណៈបកសង្គ្រោះជាតិមួយចំនួនក្នុងនោះមានលោកមៀកសវណ្ណរាអញ្ចឹងលោកមៀកសវណ្ណរាគាត់ជាប់នៅពេលនេះលើកទី2ប៉ុន្តែខ្ញុំនិយាយនេះកាលពីលើកទី1ខែវិច្ឆិកាឆ្នាំ2014ពួកគាត់ជាប់5ខែ2ថ្ងៃតែមុននឹងដោះលែងនោះគឺពេលវេលារៀបចំចូលឆ្នាំខ្មែរនៅទីក្រុងសៀមរាបហើយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនហើយរូបខ្ញុំបានសម្រេចថាយើងគិតទៅប្រារព្ធពិធីចូលឆ្នាំខ្មែរជាមួយគ្នានៅសៀមរាបដល់បានសម្រេចយល់ព្រមទាំងអស់គ្នាអញ្ចឹងទៅស្រាប់តែមួយថ្ងៃមុនខ្ញុំរៀបចេញដំណើរទៅសៀមរាបមួយថ្ងៃមុនបានសម្ដេចហ៊ុនសែនទូរស័ព្ទមកខ្ញុំលោកមានប្រសាសន៍ថានេះជាទឹកចិត្តណារបស់លោកយល់ចិត្តរបស់ខ្ញុំដែរពីព្រោះថាយើងទៅចូលឆ្នាំជាមួយគ្នាយើងទៅជួបគ្នាបង្ហាញមុខថាមានដឹកនាំគណៈបកទាំងពីររួមគ្នាធ្វើបុណ្យធ្វើទានជាមួយគ្នាលោកបានបញ្ជាក់ថាលោកយល់ចិត្តខ្ញុំថាខ្ញុំច្បាស់ជាពិបាកចិត្តថាបើមេប្រធានគណៈបកជួបជុំគ្នាសប្បាយរីករាយខ្លួនខ្ញុំមិនអាចសប្បាយបានទេមិនអាចសប្បាយពេញលេញបានទេពីព្រោះកូនចៅនៅជាប់គុកអញ្ចឹងហើយបានសម្ដេចហ៊ុនសែនយល់អំពីទឹកចិត្តរបស់ខ្ញុំជាមនុស្សបានលោកថាលោកនឹងលៃលោកធ្វើតាមច្បាប់អត់មានអ្វីខុសច្បាប់ទេរកមធ្យោបាយមួយដោះលែងមៀកសវណ្ណរាហើយនឹងមន្ត្រីសកម្មជនគណៈបកសង្គ្រោះជាតិមួយចំនួនទៀតដូច្នេះលើកទី2ហ្នឹងពេលចូលឆ្នាំខ្មែរកន្លងទៅនេះបានដោះលែងមួយសារទៀតអញ្ចឹង2ដងបានរកដំណោះស្រាយឥឡូវលើកទី3ទើបតែចាប់ផ្ដើមមួយខែចុងក្រោយហើយហុងសុខួរទើបតែចាប់ផ្ដើមប្រហែលថ្ងៃមុននេះអញ្ចឹងលើកទី3នៅខែសីហាឆ្នាំ2015នេះខ្ញុំជឿជាក់ថានឹងមានដំណោះស្រាយដូចគ្នាអញ្ចឹងព្រោះបញ្ហាហ្នឹងវាបញ្ហាប្រហាក់ប្រហែលគ្នាដំណោះស្រាយគឺច្បាស់ជាមានដំណោះស្រាយប្រហាក់ប្រហែលគ្នាដែរខ្ញុំមានសុខចិត្តនិយមខ្ញុំមានសេចក្តីសង្ឃឹមខ្ញុំមានជំនឿថាបើយើងប្រកាន់ស្មារតីនឹងរក្សាស្មារតីនឹងដោយលើកទី1ដល់លើកទី2យើងនឹងរកដំណោះស្រាយបានចំពោះលើកទី3នេះហើយដំណោះស្រាយនេះដូចខ្ញុំនិយាយបាញ់មិញមិនមែនរឿងបុគ្គលមិនមែនរឿងគណៈបកទេរឿងជាតិយើងទាំងមូលតាក់ទងរឿងព្រំដែនតាក់ទងរឿងសភាពការតានតឹងនេះយើងត្រូវបន្ធូរសភាពការតានតឹងដើម្បីឲ្យខ្មែរជានាគ្នាខ្មែររួបរวมគ្នាបង្ហាញឯកភាពជាតិពេលយើងបង្ហាញឯកភាពជាតិយើងរឹងមាំហើយយើងអាចទៅជជែកជាមួយបរទេសទៅរកដំណោះស្រាយជាមួយបរទេសឲ្យបរទេសគេគោរពយើងគេឲ្យតម្លៃមកយើងតើតើយើងចេះរួបរวมគ្នាជាមុនសិនតែដំតែតាមមិញដូចលោកនាយករដ្ឋមន្ត្រីនៅពីក្រោយការចាប់ខ្លួនពីព្រោះរឿងអីនៅពេលមានការប្រតិកម្មពាក់ព័ន្ធខាងទីនយោបាយគឺតែចាប់សកម្មជនអញ្ចឹង
បាទយើងធ្លាប់ឃើញអញ្ចឹងឃើញតែស្ថានភាពនយោបាយតានតឹងមានការចាប់ខ្លួនហើយការចាប់ខ្លួននោះធ្វើឲ្យស្ថានភាពនយោបាយតានតឹងប៉ុន្តែដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងបទពិសោធន៍យើងបានដោះស្រាយបានល្អកាលពី2 ដងមុនឥឡូវនេះខ្ញុំជឿថាយើងគួរតែដោះស្រាយដូចលើកមុនអញ្ចឹងហើយលើកនេះចាំបាច់ជាងទៀតពីព្រោះឥឡូវនេះវាឈានដល់រឿងដំណោះស្រាយព្រំដែនណាដំណោះស្រាយព្រំដែនគឺជាមួយប្រទេសជិតខាងហើយប្រទេសជិតខាងគេមិនឲ្យតម្លៃមកយើងគេមិនគោរពយើងទេដរាបណាយើងមិនបង្ហាញឯកភាពជាតិរវាងខ្មែរនិងខ្មែរជាមុនសិន អាដាមតាក់ទងជាមួយនឹងយុទ្ធសាស្ត្ររបស់គណៈបកប្រជាជនឲ្យតែខាងគណៈបកសង្គ្រោះជាតិលើកឡើងពីបញ្ហារសើបរបស់រដ្ឋាភិបាលអញ្ចឹងមានការចាប់ខ្លួនតើខាងគណៈបកសង្គ្រោះជាតិនឹងមានយុទ្ធសាស្ត្រឲ្យថ្មីទេក្រៅពីការចរចាដដែលព្រោះយើងដឹងថាគេរសើបយើងកុំចាក់កលេចគេយើងរកមកឈប់បាយនិយាយគ្នាទៅណាដឹងថារសើបយើងចេះមើលប្រុងប្រយ័ត្នថ្នាក់ថ្នមអីយ៉ាងម៉េចទៅធ្វើម៉េចឲ្យតែលទ្ធផលអ្វីដែលសំខាន់គឺលទ្ធផលហើយលទ្ធផលសម្រាប់ជាតិមិនមែនសម្រាប់គណៈបកប្រជាជនមិនសម្រាប់គណៈបកសង្គ្រោះជាតិទេសម្រាប់ជាតិដោយរឿងដែលថាមានគម្រោងកែរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះគឺដើម្បីផលប្រយោជន៍ជាតិខ្ញុំមិនបដិសេធទេការកែរដ្ឋធម្មនុញ្ញនោះប៉ុន្តែកែនេះមានន័យថាទី1រក្សាខ្លឹមសារដែលមានប្រយោជន៍រក្សាទាំងអស់អត់ឲ្យមានបាត់បង់អ្វីទេតែបើបង្កើនខ្លឹមសារឲ្យកាន់តែល្អប្រសើរជាងមុនដើម្បីការពារបូរណភាពទឹកដីឲ្យមានប្រសិទ្ធភាពជាងមុនអានឹងយើងមិនត្រូវញញើតទេហើយរឿងផែនទីនេះខ្ញុំថាផែនទីនេះយើងអាចធ្វើឲ្យការស្រាវជ្រាវប្រែផែនទីនេះវាទលំទលាយបន្តិចកុំចង់ខ្លួនឯងពីឆ្នាំ1933ដល់ឆ្នាំ1953យើងថាមកទល់នឹងឆ្នាំ1953ចុះតែផែនទីដែលមុនឆ្នាំ1933ក៏យើងទុកលទ្ធភាពយកមកប្រើប្រាស់ដែរមុន33អញ្ចឹងមុនឆ្នាំ1933វាមានផែនទីផ្សេងទៀតជាពិសេសផែនទីឆ្នាំ1914ហើយបើផែនទីឆ្នាំ1914ហ្នឹងវាក្បោះក្បាយជាងវាល្អប្រសើរជាងដើម្បីបម្រើផលប្រយោជន៍ប្រទេសកម្ពុជាយើងគួរតែយកផែនទីឆ្នាំ1914ផងដែរទន្ទឹមនឹងផែនទីផ្សេងទៀតអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយើងរក្សាទាំងអស់ពីឆ្នាំ1933ដល់ឆ្នាំ1953តែបើមានផែនទីណាមុនឆ្នាំ1933ក៏យើងអាចយកបានដែរនឹងកែរដ្ឋធម្មនុញ្ញដើម្បីផ្ដល់លទ្ធភាពឲ្យយើងជ្រើសរើសផែនទីកាន់តែច្រើនជ្រើសរើសផែនទីណាដែលល្អប្រសើរសម្រាប់ការពារបូរណភាពទឹកដីរបស់យើងហើយវិសោធនកម្មនេះបើធ្វើអញ្ចឹងមែនគឺអត់មានខាតបង់អ្វីទេខ្លឹមសារទាំងអស់មកទល់នៅពេលនេះរក្សាទាំងអស់ 100% តែយើងអាចថែម10 20 30% លើសពី 100% ដែលមានសប្តាហ៍ឡើងទៅដល់ 120 130% វាល្អជាងត្រឹមតែ 100% គត់អាចតាមសម្បទានអ្វីដែលគឺថារាល់ការចាប់ខ្លួនគឺតែតែមានសម្បទានគ្នាទៅវិញទៅមកតើលើកនេះអាចនឹងសម្បទានបែបណាដើម្បីឲ្យមានការដោះលែងបាទសូមជួយអាដាមសម្បទានប្រហែលឈប់ចាក់កលេចគ្នាលើរឿងអីដែរអាដាមលើរឿងព្រំដែនក៏រឿងអាដាមរឿងអ្វីទាំងអស់ពីព្រោះជួនណាយើងមិនត្រូវមកនិយាយជាសាធារណៈជួនណាវាខូចការវិញមិនទាន់បានការផងការងារកំពុងតែធ្វើមិនទាន់បានសម្រេចបើយើងនិយាយយកជាសាធារណៈមកលាតត្រដាងជួនណាមានខុសមានត្រូវវាបែកផុសបែកវ៉ាំវាអត់មានចំណេញតែបើយើងធ្វើការជាមួយគ្នាបង្ហាញឯកសារទៅវិញទៅមកបង្ហាញគំនិតរបស់យើងរៀងខ្លួនយើងគួបផ្សំគ្នាទៅបូកបញ្ចូលទាំងអស់ទៅគំនិតមកពីខ្មែរដូចគ្នាខ្មែរទាំងអស់ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នាបើធ្វើតាមរបៀបហ្នឹងវាមានប្រសិទ្ធភាពជាងហើយវាអត់មានឱកាសប៉ះទង្គិចគ្នាគួរឲ្យសោកស្ដាយអានោះមិនខ្លាចបាត់បង់ជាប្រៃនេះព្រោះបទពិសោធន៍នឹងគណៈបកហ៊ុនស៊ិនប៉ិចក៏ធ្លាប់បានអនុវត្តទេយើងមិនមែនដូចហ៊ុនស៊ិនប៉ិចទេហ៊ុនស៊ិនប៉ិចវាសង្គ្រោះជាតិណាខុសគ្នាដូចមេឃនឹងដីខុសគ្នាដូចថ្ងៃនឹងយប់ហ៊ុនស៊ិនប៉ិចតែធ្វើរណបគេដួកខ្លួនឲ្យគេអានោះយើងមិននិយាយវាថោកទាបយ៉ាងម៉េចតែខ្ញុំសូមធ្វើការកត់សម្គាល់មួយអ្វីដែលគេចាប់
គណៈបកសង្គ្រោះជាតិណាសកម្មជនថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិដាក់ពន្ធនាគារណានឹងបង្ហាញចំពោះមុខប្រជារាស្ត្រខ្មែរថាគណៈបកសង្គ្រោះជាតិស្មោះត្រង់គណៈបកសង្គ្រោះជាតិមិនរណបណាគណៈបកសង្គ្រោះជាតិមិនលក់ខ្លួនមន្ត្រីគណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំសកម្មជនណាពីគណៈបកសង្គ្រោះជាតិមិនលក់ខ្លួនឲ្យនរណាទាំងអស់ដោយសារយើងស្មោះត្រង់ដោយសារយើងថ្លៃថ្នូរដោយសារយើងរឹងមាំដោយសារយើងច្បាស់លាស់បានគេធ្វើបាបយើងបានគេចាប់យើងដាក់គុកមានដែលឃើញសមាជិកហ៊ុនស៊ីពេចណាជាប់គុកឯងបើលក់ខ្លួនឲ្យគេអស់ហើយគេចាំបាច់ចាប់ដាក់គុកធ្វើអីហ្នឹងហើយបើគេចាប់ដាក់សង្គ្រោះជាតិដាក់គុកមានន័យថាសង្គ្រោះជាតិស្មោះត្រង់សង្គ្រោះជាតិក្លាហានសង្គ្រោះជាតិរឹងមាំហ្នឹងហើយយ៉ាងហោចណាស់ក៏មានសញ្ញាយ៉ាងហោចណាស់ក៏យើងអាចសន្និដ្ឋានបែបហ្នឹងដែរអញ្ចឹងអរគុណបងប្អូនព្រមចាស់